ជំរាបសួរពុកម៉ែបងប្អូននិងថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គដែលតាមដាននិងទស្សនារាល់វីដេអូរបស់ខ្ញុំកណាដែលផ្សាយចេញទៅនិយាយអំពីឱសថបុរាណខ្មែរបាទថ្ងៃនេះមកព្រោះដើមពាយពុកម៉ែបងប្អូនណានឹងដើមវัวពាយច្រឡំវัวដើមពាយដើមវัวពាយពុកម៉ែបងប្អូនណាហ្នឹងហើយវัวពាយគឺវัវប្រភេទនេះបាទវัวដកពាយហើយវាមានស្លឹក4ជ្រុងសាងខាងពុកម៉ែបងប្អូនណាហ្នឹងហើយស្លឹកវាអញ្ចឹងឃើញស្លឹកវាអញ្ចឹងហើយស្លឹកវាស្រួយពុកម៉ែបងប្អូនណាច្បាច់ទៅស្រួយហើយផ្លែវាទុំពណ៌លឿងណាហ្នឹងហើយដែលយើងញ៉ាំហ្នឹងហើយដកពីប៉ុន្តែអានេះគឺខ្ញុំកាប់អត់បានមានផ្លែមានអីទេគឺខ្ញុំកាប់នៅវัวនឹងដីហ្នឹងហើយវัวនឹងដីហើយអានេះវាត្រូវនឹងជំងឺថ្លើមបាទជំងឺថ្លើមរបស់យើងជំងឺលំពេងឬក៏ជំងឺបាទអ្នកដែលមានបញ្ហាបាទជាមួយនឹងទឹកនំប្រៃពុកម៉ែបងប្អូនណាដកពីនេះគឺគ្រាន់បើដែរខ្លាំងគ្រាន់បើដែរហ្នឹងហើយសត្វរុក្ខជាតិទាំងអស់បើយើងមិនបានព្យាយាមរៀនសូត្រដល់ទេយើងមិនអាចដឹងថារុក្ខជាតិមួយណាយកទៅធ្វើអីរុក្ខជាតិមួយណាប្រើការអីបានច្បាស់ទេពុកម៉ែបងប្អូនណាហ្នឹងហើយដូចខ្ញុំតួយ៉ាងពីមុនខ្ញុំអត់ចាស់ទេណាដោយសារការសិក្សារៀនសូត្រពីលោកតារបស់ខ្ញុំក៏ដូចជាប្រជាមួយចំនួនដែលគាត់បានប្រាប់បានបង្ហាត់បង្ហាញខ្ញុំក៏បានចេះចាំដើមឈើមួយចំនួនច្រើនគួរសមដែរនិយាយទៅប៉ុន្តែមានដើមឈើខ្លះក៏អត់សូវស្គាល់ដែរព្រោះវាអត់មាននៅក្នុងក្បួនក៏អត់មាននៅក្នុងសភៅហើយលោកគ្រូតាក៏មិនស្គាល់ទៀតអាហ្នឹងយើងត្រូវតែសួរគេដូចដើមវัวដកពាយនេះគឺខ្ញុំអត់ពិបាកសួរអ្នកណាទេអាហ្នឹងគឺខ្ញុំស្គាល់ណាហ្នឹងហើយវัวដកពាយនេះហ្នឹងហើយដកពាយនេះវាជាប្រភេទវัวអញ្ចឹងពុកម៉ែបងប្អូនណាជាប្រភេទវัวអញ្ចឹងហើយវាស្រួលងាយរកទេពុកម៉ែបងប្អូនណាហ្នឹងហើយយើងអត់ពិបាកក្នុងការរកទេវាមាន3មុខវាមានវัวដកពាយវัวវាយហើយនឹងដំណាច់ចង្អេរដែលយើងទៅប្រើផ្សំជាមួយប៉ុន្តែពីមុខទៀតខ្ញុំមានអស់ហើយបាទនៅតែវัวវាយនេះដែលខ្ញុំនៅបាទវัวដកពាយនេះខ្ញុំមិនទាន់មានគ្រប់ពុកម៉ែបងប្អូនណាហ្នឹងហើយយកទៅធ្វើថ្នាំថ្លើមក៏បានថ្នាំទឹកដូងប្រៃក៏បានថ្នាំតម្រងនោមក៏បានបាទប្រកាយដូចគ្នាហ្នឹងហើយបងប្អូនណាចង់បានទំនាក់ទំនងជាមួយខ្ញុំបាទតាមរយៈលេខទូរស័ព្ទរបស់ខ្ញុំផ្ទាល់ក៏បាន012 096 097ហើយមួយទៀត Facebook Telegram ហើយនិង TikTok របស់ខ្ញុំក៏បានដែរនោះសតតែវัวដកពាយណាពុកម៉ែបងប្អូនណាហ្នឹងហើយវាដុះតាមប្រភេទស្មៅព្រៃភ្នំហ្នឹងហើយខ្ញុំមកនេះឆ្ងាយពុកម៉ែបងប្អូនណាមករវัวដកពាយហ្នឹងចម្ងាយប្រហែលជា700គីឡូ100គីឡូជាងពីផ្ទះមកហ្នឹងហើយប៉ុន្តែថ្ងៃនេះត្រឡប់ទៅវិញហើយដឹងស្មើបានដល់ផ្ទះហើយដើររត់ថ្នាំហ្នឹងបានថ្នាំច្រើនគួរសមដែរទៅផ្ទះវិញម្ដងហ្នឹងហើយជួនកាលអ្នកកំងថ្នាំគឺត្រូវរងចាំថ្នាំបន្តិចព្រោះអីមានថ្នាំខ្លះវាអត់គ្រប់គោលការណ៍អញ្ចឹងទៅបងប្អូនយកទៅព្យាបាលទៅខ្លាចវាអត់ជារោគាមួយចំនួនអញ្ចឹងទៅអញ្ចឹងហើយសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នារងចាំតិចត្រូវការជាវថ្នាំអីហ្នឹងហើយខ្ញុំមករកផ្ទាល់អញ្ចឹងបានវាមានប្រសិទ្ធភាពអាចបងប្អូនយកទៅព្យាបាលទៅវាត្រូវនឹងជំងឺរោគាព្យាធិនៅក្នុងខ្លួនអរគុណហើយជម្រាបលា